បាទអញ្ចឹងអានេះគឺជាសោ Ford Ranger Raptor ខាងមុខខ្ញុំទាំងពីរនេះតែម្ដងប៉ុន្តែបងមើលដឹងអត់ថាមួយណាជា Ford Ranger Raptor ម៉ាស៊ីន Mazut ហើយមួយណា Ford Ranger Raptor ម៉ាស៊ីនសាំងព្រោះបើមើលពីមុខទៅពិបាករៀបបែងចែកបន្តិចរូបរាងអីផ្សេងគឺដូចគ្នាទាំងអស់តបងមើលផ្នែកមួយចំនួនបានដឹងថាវាខុសកន្លែងណាអញ្ចឹងឥឡូវនេះមើលមកជុំណានសិនទៅចាំហើយខ្ញុំបង្ហាញជូនបងទាំងអស់គ្នាថាវាទាំងពីរហ្នឹងគឺខុសគ្នាត្រង់ចំណុចណាអញ្ចឹងផ្នែកខាងមុខផ្នែកចំហៀងអីផ្សេងគឺដូចគ្នាតែម្ដងបាទចឹងផ្នែកដែលអាចមើលខាងក្រៅទៅដឹងថាវាខុសគ្នាចឹងបងមានចាប់អារម្មណ៍ទេចឹងសម្រាប់ Ford Ranger ម៉ាស៊ីន Mazut នេះគឺអត់មានស៊ីម៉ាំងខ្លួនទេតែបើសិនជាម៉ាស៊ីនសាំងវិញគឺបងឃើញហើយនេះស៊ីម៉ាំងគឺខ្លួនតែម្ដងសងខាងហើយផ្នែកខាងក្រោយគឺដូចគ្នាបើខុសពីស៊ីម៉ាំងហ្នឹងគឺអត់មានអីខុសគ្នាទេគឺដូចគ្នាទាំងស្រុងតែម្ដងហើយបើចំពោះផ្នែកខាងក្នុងវិញគឺបងអាចមើលកន្លែងចំណុចទៅលើដៃចង្កូតវិញចឹងចំពោះ Ford Ranger ម៉ាស៊ីន Mazut គឺបងអាចសេរីបូមឬក៏សេរីស៊ីម៉ាំងឬក៏ចង្កូតបានទេបើសិនជាម៉ាស៊ីនសាំងគឺមានកន្លែងស្រីកន្លែងនេះអញ្ចឹងទៅមើលផ្នែកម៉ាស៊ីនសាំងវិញម្ដងអញ្ចឹងនេះបងអញ្ចឹងសម្រាប់ម៉ាស៊ីនសាំងបងមើលលើដៃចង្កូតនេះគឺផ្នែកខាងស្ដាំហ្នឹងគឺយើងមានអាចស្រីចង្កូតស្រីបូមនិងស្រីស៊ីម៉ាំងបានអញ្ចឹងនេះគឺជាចំណុចខុសគ្នារវាងRanger Raptor ម៉ាស៊ីនសាំងនិងម៉ាស៊ីន Mazut ហើយអញ្ចឹងសម្រាប់បងដែលកំពុងរករថយន្តអញ្ចឹងអាចអញ្ជើញមកមើលបានយើងមានក្នុងស្តុកទាំងអស់តែម្ដងទាំងសាំងទាំង Mazut អញ្ចឹងបើសិនជាបងមានចង្អុលអីបន្ថែមអាចតំណែងបងបានតាមលេខទូរស័ព្ទនៅក្នុងវីដេអូនេះឬក៏អាចឆាតមកតក៏បានដែរអរគុណបាយ